លើកទី1បងប្អូនជិះយន្តហោះគ្រាន់ចោះចតដល់ពលានពេលណាំងភ្លាមគឺឡានទឹកចាំមកបាញ់ទឹកដាក់យន្តហោះយើងតែម្ដងក្នុងចិត្តនេះអផងភ័យផងនិយាយទៅអត់ដឹងថាអូយគេបាញ់ទឹកនឹងដើម្បីអីទេអញ្ចឹងក៏ប្រញាប់ស្ទុះស្ទាចុះទៅលើយន្តហោះទៅហើយដល់ពេលដឹងការពិតទៅ surprise បងប្អូនអើយគឺគេ blessing ជើងហោះហើរថ្មីពីខ្មែរយើងទៅខាងពេលណាំងដែលមានជាលើកដំបូងតែម្ដងហើយនឹងមានរហូតតទៅហើយខាងគេគឺស្វាគមន៍យើងខ្លាំងមែនតើមានតាំងពីកម្រងផ្កាហើយគឺមានលបាំក៏ដូចជាសម្លៀកបំពាក់ប្រពៃណីរបស់គេចាំស្វាគមន៍យើងជាមួយនឹងទឹកមុខសាមញញឹមរីករាយអញ្ចឹងណាមានតាំងពីកដោទៀតបងប្អូនថ្ងៃហ្នឹងគឺខ្ញុំកាន់ឡើងចង់បាក់ដៃហើយបន្ទាប់ពីហ្នឹងគឺគេមានកម្មវិធីទូចមួយនៅក្នុងពលានហ្នឹងគឺជាកិច្ចសហការរវាងក្រុមហ៊ុនអាកាសចររបស់ប្រទេសខ្មែរយើងជាមួយនឹងក្រុមហ៊ុនអាកាសចររបស់ប្រទេសម៉ាឡេស៊ីនៃរដ្ឋប៉េណាំងហ្នឹងកាប់ទៅជើងហោះហើរតបភ្ជាប់ពីខ្មែរទៅប៉េណាំងហ្នឹងគឺគេធ្វើតាំងពីខែ6បងប្អូនមិនតែខ្ញុំទៅតែបានបង្ហោះវីដេអូនេះហេព្រោះខ្ញុំចង់លវសបផ្សាយទៅចូលក្នុងស្រុកពេកប៉ុន្តែមួយរយៈនេះបងប្អូនបានឃើញហើយ PM របស់ម៉ាឡេស៊ីក៏ដូចជាប្រទេសម៉ាឡេស៊ីគឺបានជួយខ្នះខ្នែងជាមួយនឹងថ្នាក់ដឹកនាំរបស់យើងខ្លាំងមែនទែននៅក្នុងការនាំយកសន្តិភាពឲ្យប្រទេសកម្ពុជាយើងអញ្ចឹងខ្ញុំក៏ចង់ share ពេលនឹងអរគុណដល់ប្រទេសម៉ាឡេស៊ីហើយយើងណែនាំកន្លែងដើរលេងមួយចំនួនដល់បងប្អូនអ្នកគ្នាខាងលើបងប្អូនចាប់អារម្មណ៍នៅក្នុងការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីជាពិសេសទៅប៉េណាំងនឹងឯងកុំឲ្យខាត់ពេលយូរយើងទៅស្គាល់កន្លែងគេងដ៏ស្រស់ស្អាតមួយនៅប៉េណាំងដើម្បីពេលដែលបងប្អូនចុះពីលើយន្តហោះហើយទៅ check in យកហ្មងអញ្ចឹងសម្រាប់ស្ថានភាពដែលយើងនឹងស្នាក់នៅក្នុងដំណើរកំសាន្តលើកនេះគឺមានឈ្មោះថា Lizzy Suite ប៉េណាំងស្ថានភាពនេះគឺធ្វើឡើងនៅក្បែរសមុទ្រអូអ្នកណាក៏នៅក្បែរសមុទ្រដែរព្រោះថាប៉េណាំងនេះគឺជាកោះអញ្ចឹងឲ្យតែឡើងដល់ខ្ពស់គឺឃើញសមុទ្រទាំងអស់ប៉ុន្តែគ្រាន់ថានៅនេះគឺស្អាតខ្លាំងមែនតើហ្មងការរៀបចំដាំការរបស់គេគឺស្រស់បំព្រងហើយមួយវិញទៀតតកតងជាមួយនឹងបន្ទប់គេងរបស់គេវិញគឺគេរៀបចំលក្ខណៈបែប modern ណាបងប្អូនអរគ្នាប៉ុន្តែ privacy មែនតើឃើញមានតាំងពីបន្ទប់ steam នៅក្នុងនឹងអាងទឹកផ្ទាល់ខ្លួនទៀតហើយពេលចូលទៅដល់គឺគេមានលក្ខណៈថាស្វាគមន៍ជាអក្សរខ្មែររបស់យើងទៀតឡយខ្លាំងមែនតើគេមានច្រើនប្រភេទបន្ទប់គេងប៉ុន្តែលើកហ្នឹងគឺខាងក្រុមការងារគាត់បានរៀបចំមកបន្ទប់ក្រែពីឲ្យយើងបើអ្នកទាំងអស់គ្នាមកលេងពេលហ្នឹងអាចសាក់លបងនៅក្នុងការធ្វើការសម្រាកនៅ Lizzy Suite ពេលហ្នឹងនេះបានចំពោះកន្លែងដើរលេងវិញខ្ញុំមានកន្លែងមួយចំនួន recommend អ្នកទាំងអស់គ្នាដែរទី1គឺពេលណាំងហៀវពេលណាំងហៀវនេះគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនយើងអាចជិះរថភ្លើងឡើងទៅលើភ្នំហ្នឹងហើយបន្ទាប់មកដើរធ្វើទស្សនកិច្ចតាក់ទងជាមួយសួនផ្ការបស់គេហ្នឹងនិយាយទៅគឺសួនហ្នឹងស្អាតហ្មងហើយមួយវិញទៀតគឺគេមានប្រភេទបើក museum អញ្ចឹងអ្នកគ្នាឡើងទៅគឺ museum តាក់ទងជាមួយនឹងពេលណាំងតាក់ទងជាមួយប្រទេសម៉ាឡេស៊ីអីនៅលើហ្នឹងហ្មងអញ្ចឹងយើងអាចចំណាយពេលស្ទើរតែពាក់កណ្ដាលថ្ងៃនៅពេលណាំងហៀវហ្នឹងពេលដែលអ្នកគ្នាចុះមកវិញអ្នកគ្នាអាចធ្វើការញ៉ាំអីនៅ David Brown Restaurant អញ្ចឹងកន្លែងហ្នឹងគឺនៅក្បែរពេលណាំងហៀវទេបងប្អូនព្រោះពេលណាំងហៀវយើងដើរអស់មកកន្លះថ្ងៃឯងអញ្ចឹងយើងមិនត្រូវការអាហារពេលថ្ងៃត្រង់ឯងនៅនេះគឺមានអាហារបែបអឺរ៉ុបផងហើយក៏រៀងកាត់អាស៊ីដែរអញ្ចឹងយើងញ៉ាំទៅទទួលបានរសជាតិថ្មីប្លែកហើយក៏មានម្ហូបមួយចំនួនដូចជា burger ដូចជា spaghetti អញ្ចឹងអ្នកនរគ្នាញ៉ាំទៅអញ្ចឹងអ្នកនរគ្នាដែលអត់ចេះម្ហូបម៉ាឡេអីហ្នឹងក៏អាចញ៉ាំប្រភេទនេះនៅ David Brown នេះបានដែរបន្ទាប់មកទៀតគឺយើងមកលេងនៅគេហៅថា Heritage Walk ដែលជាប្រភេទ street art ណាអ្នកនរគ្នាធ្លាប់ឃើញគេផុសឲ្យរូបមិត្តក្មេងស្រីគាត់ជិះកង់ដប់ប្អូននៅពេលណាំងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺមានតាមតសអញ្ចឹងហ្នឹងគឺគេគូសរូបគេ spray គេអីចឹងដូចនៅខេត្តបាត់ដំបងចឹងបងប្អូនហើយសម្បូរទៅដោយអាគារចាស់ចឹងកន្លែងហ្នឹងគឺគេបិទអត់ឲ្យជិះអីទេក្រៅពីជិះស៊ីក្លូប៉ុន្តែគេដាក់នៅតាមហ្នឹងគឺមានលក់អីវ៉ាន់វត្ថុអនុស្សាវរីយ៍របស់ញ៉ាំហូបចុកក៏ដូចជាសម្ភារៈប្រើប្រាស់មួយចំនួនដែលយើងអាចទិញយកមកត្រឡប់មកប្រទេសយើងរៀងខ្លួនបានតែសំខាន់គឺនៅហ្នឹងគឺមានកន្លែងថតរូបស្អាតច្រើនមែនតើហ្មងហើយបន្ទាប់មកទៀតចេញពី Heritage Walk ហ្នឹងគឺយើងមកដល់ top ពេលណាំងអញ្ចឹងនៅកន្លែងនេះគឺជាកន្លែងដែលខ្ពស់ជាងគេហើយនៅពេលណាំងហ្នឹងព្រោះថាជាអគារដែលខ្ពស់ហ្មងអញ្ចឹងយើងអាចឡើងមកខាងលើមើលទេសភាពជុំវិញ360ដឺក្រេនៃរដ្ឋពេលណាំងហ្នឹងក៏ដូចជាកោះពេលណាំងហ្នឹងហើយគឺយើងអាចធ្វើការដើរនៅលើផ្ទាំងកញ្ចក់ថ្លាដែលយើងមើលឃើញទៅខាងក្រោមអូយខ្ពស់ខ្លាំងមែនតើហ្មងអញ្ចឹងអ្នកគេដែលរៀងភ័យខ្លាចខ្ពស់ឬក៏មានជំងឺរៀងសើតខ្លាចខ្ពស់ហ្នឹងកុំសាក់លបងអីប៉ុន្តែបើអ្នកណាចង់សាក់លបងអីដែលថ្មីហើយអត់មានជំងឺខ្លាចខ្ពស់ឬក៏ចង់ជំនះភាពភ័យខ្លាចរបស់ខ្លួនឯងអាចធ្វើការសាក់លបងបានហើយអាវបោះពេលណាំងវិញគឺមានម្ដុំនេះនិយាយទៅគឺមនុស្សអត់ដាច់ទេបងប្អូនអ្នកគ្នាមនុស្សច្រើនមែនតើព្រោះនៅហ្នឹងគឺបណ្ដុំទៅដោយកន្លែងហូបអីកន្លែងឈៀវអញ្ចឹងណាបងប្អូនប៉ុន្តែគ្រាន់ថាភាគច្រើនយើងជួបតែភ្ញៀវជនជាតិបរទេសអីឬក៏មិនមែនជាជនជាតិដើមរបស់ម៉ាឡេទេដោយសារតែជនជាតិដើមរបស់ម៉ាឡេគាត់ភាគច្រើន
ច្រើនគាត់ញ៉ាំអីហើយគាត់ទៅផ្ទះហើយឬក៏គាត់នៅបំពេញការងារលក់ដូរអីអញ្ចឹងណាប៉ុន្តែបើពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងស្រវឹងគឺអត់មានទេដោយសារតែពួកគាត់ជាអ្នកប្រតិបត្តិសាសនាអញ្ចឹងទៅគឺគាត់អត់ប៉ះពាល់គ្រឿងស្រវឹងទេហើយមកវិញទៀតគ្រឿងស្រវឹងនៅប្រទេសម៉ាឡេស៊ីហ្នឹងក៏មានតម្លៃថ្លៃដែរនិយាយទៅមិនថាប៉េណាំងឬក៏ម៉ាឡេស៊ីទេតម្លៃគ្រឿងស្រវឹងហ្នឹងគឺថ្លៃគុណនឹង3គុណនឹង4នៃប្រទេសយើងអញ្ចឹងការប្រើប្រាស់គ្រឿងស្រវឹងនៅប្រទេសម៉ាឡេស៊ីក៏ដូចជានៅប៉េណាំងហ្នឹងគឺអត់សូវមានការចរាចរណ៍ច្រើនទេហើយបើសិនជាអ្នកចង់ញ៉ាំអីយូរម្ដងក៏គាត់គិតគូរដែរថាតើគួរចំណាយទៅលើការប្រើប្រាស់គ្រឿងស្រវឹងអត់ព្រោះវាថ្លៃជាងម្ហូបឬក៏របស់ហូបចុកធម្មតាទៀតអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេគ្រាន់តែចង់ណែនាំបងប្អូនអរគ្នាអំពីកន្លែងដើរលេងនៅប៉េណាំងហើយឥឡូវហ្នឹងគឺអត់ពិបាកទេគឺមានជើងហោះពីកម្ពុជាផ្ទាល់ទៅដល់ប៉េណាំងតែម្ដងកាលមុនយើងចង់ទៅប៉េណាំងលុះត្រាយើងហោះទៅកាឡាឡាំពួរហើយបន្ទាប់មកទៀតយើងជិះឡានឬក៏ជិះយន្តហោះពីកាឡាឡាំពួរហ្នឹងមកប៉េណាំងប៉ុន្តែឥឡូវងាយស្រួលមែនតើដោយសារតែ Cambodia Air ហ្នឹងគឺចាប់ផ្ដើមមានជើងហោះថ្មីតភ្ជាប់ទៅប៉េណាំងហើយបលៀនយន្តហោះយើងថ្មីទៀតអញ្ចឹងងាយស្រួលមែនតើហ្មងហើយចំពោះការដើរលេងនៅប្រទេសម៉ាឡេស៊ីវិញការចំណាយដូចជាអត់មានថ្លៃអីទេបងប្អូនដកតែសំបុត្រយន្តហោះចេញការហូបចុកអីដូចទៅនៅប្រទេសខ្មែរយើងដែរទេអូខេអរគុណច្រើនបងប្អូនអរគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ហើយជួបគ្នានៅវីដេអូក្រោយទៅកន្លែងផ្សេងទៀតជាមួយខ្ញុំនារីចល័តចបាយបាយ